លើភ្នំប្រាសាទភ្នំជីសូប្រាសាទភ្នំជីសូដល់ចុះពីភ្នំជីសូមកនិមលនៅខាងជើងភ្នំប្រាសាទសែននិមលបាទហើយមកដល់នេះសែនពោវាំងសែនពោវាំងណាបាទអូចឹងមាន3យើងបាទហើយប្រាសាទសែនពោវាំងនេះខ្ញុំស្គាល់ខ្លះដែរដោយសារខ្ញុំធ្លាប់មកថតវីដេអូដូចខ្ញុំនិយាយខាងដើមអញ្ចឹងប៉ុន្តែកាលខ្ញុំមកមុនវាសុទ្ធតែព្រៃសុំទ្រុបអញ្ចឹងបាទហើយកូនឃើញហើយពិបាកផ្លូវធ្វើដំណើរជម្រាបសួរបងប្អូនទាំងអស់គ្នាពីមុនគឺខ្ញុំធ្លាប់មកថតប្រាសាទសែនពោវាំងនេះម្ដងកាលពីឆ្នាំមុនប៉ុន្តែកាលពីមុនបងប្អូនចំពោះប្រាសាទសែនពោវាំងនេះគឺផ្លូវចូលគេធ្វើអត់តាន់រួចទេបងប្អូនគឺយើងជិះចូលតាមផ្លូវប្រឡាយបងប្អូនតាមផ្លូវភ្លឺប្រឡាយប៉ុន្តែឥឡូវនេះគឺគេបានស្ថាបនាផ្លូវនេះជារួចរាល់ដោយសារបងប្អូនយើងមួយចំនួនអ្នកផលិតមាតិកាគាត់បានផ្សព្វផ្សាយតាមបណ្ដាញសង្គមផងទើបធ្វើឲ្យទីនេះគឺមានមនុស្សយ៉ាងច្រើនកកដូច្នេះហើយមួយទៀតគឺដោយសារការដែលផ្លូវងាយស្រួលធ្វើដំណើរផងទើបធ្វើទីនេះមានមនុស្សយ៉ាងច្រើនខ្ញុំសូមបញ្ជាក់ផងដែរគឺប្រាសាទសែនពោវាំងនេះគឺជាប្រាសាទដែលនៅទិសខាងកើតនៃប្រាសាទភ្នំជីសូហើយចំពោះប្រាសាទសែនពោវាំងនេះដែរគឺសាងសង់គឺប្រហាក់ប្រហែលគ្នានឹងប្រាសាទភ្នំជីសូដូចគ្នាដូច្នេះសូមទស្សនាវីដេអូដូចតទៅបងប្អូនទាំងអស់គ្នានៅខាងក្រោយខ្ញុំនេះគឺផ្លូវដែលចូលមកកាន់ប្រាសាទសែនពោវាំងហើយចំពោះផ្លូវនេះដែរគឺគេទៅតែស្ថាបនារួចរាល់ទេបងប្អូនហើយការដែលយើងធ្វើផ្លូវនេះឲ្យចំណេញមែនទែនបងប្អូនផលចំណេញរបស់វានោះគឺតេទៀងភ្ញៀវទេសចរដែលគាត់អាចមកកំសាន្តនៅប្រាសាទនេះបានយ៉ាងងាយស្រួលដូចពីមុនអញ្ចឹងបងប្អូនការខ្ញុំមកកាលពីឆ្នាំមុនគឺពិបាកជិះមែនទែនដោយសារផ្លូវនេះគឺយើងជិះត្រូវជិះតាមភ្លឺបលាយហើយប្រាសាទនេះស្អាតបងប្អូនចំពោះរចនាបថប្រាសាទសែនពោវាំងនេះដែរគឺមានរូបរាងស្រដៀងឬក៏ប្រហាក់ប្រហែលទៅនឹងប្រាសាទរចនាបថរបស់ប្រាសាទព្រះវិហារបងប្អូនសូមឡើងសូមឡើងបាទលោកតានេះប្រាសាទសែនពោវាំងនេះកាលពីឆ្នាំមុនខ្ញុំធ្លាប់បានមកលេងនេះហើយមកសាយមកថតជាវីដេអូអញ្ចឹងដូចគ្នាណាបាទប៉ុន្តែខ្ញុំមកលើកនេះប្លែកឃើញមនុស្សច្រើនអ៊ូអរមែនទែនមនុស្សអ៊ូអរច្រើនមែនទែនអាហ្នឹងអញ្ចឹងហើយកូនមនុស្សអ៊ូអរដោយសារខាងរាជរដ្ឋាភិបាលយើងគាត់ចូលអភិវឌ្ឍសម្អាតដែលគេប្រវត្តិដើមពីដូនតាអូបាទហ្នឹងដល់ទីចឹងទៅឃើញថាការបងប្អូនយើងសោកសាយជួយដើម្បីប្រវត្តិសាស្ត្រពីដូនតាយើងកងកើងឡើងវិញឲ្យតាមមកសម្អាតនេះតាំងពីព្រៃចិត្តនោះបាទបើចឹងវារយៈពេលចូលជាង15ឆ្នាំហើយអូជាង15ឆ្នាំហើយបាទតែកាលពីមុននោះព្រៃវាចិត្តវាអត់មានអីទេតែទៅមកសម័យឥឡូវនេះឃើញថារាជរដ្ឋាភិបាលយើងគាត់អភិវឌ្ឍអីពីកន្លែងវត្ថុបុរាណអញ្ចឹងណាបាទប្រាសាទជាគេដំណើរគេដំណើររបស់អរិញបតិភ័ណ្ឌជាតិយើងពីដូនតាហើយនៅនេះមានប្រាសាទ3អញ្ចឹងលោកតាជួយនេះគុណ3លើភ្នំប្រាសាទភ្នំជីសូប្រាសាទភ្នំជីសូដល់ចុះពីភ្នំជីសូមកនិមលនៅខាងជើងភ្នំប្រាសាទសែននិមលបាទហើយមកដល់នេះសែនពោវាំងសែនពោវាំងណាបាទអូចឹងមាន3យើងបាទហើយប្រាសាទសែនពោវាំងនេះខ្ញុំស្គាល់ខ្លះដែរដោយសារខ្ញុំធ្លាប់មកថតវីដេអូដូចខ្ញុំនិយាយខាងដើមអញ្ចឹងប៉ុន្តែកាលខ្ញុំមកមុនវាសុទ្ធតែព្រៃសុំទ្រុបអញ្ចឹងបាទហ្នឹងហើយកូនឃើញហើយពិបាកផ្លូវធ្វើដំណើរកូនមកក៏បានជួបតាផ្លូវចូលមកឃើញធ្វើដំណើរតាមភ្លឺបលាយព្រៃបលាយមានអីបាទហ្នឹងហើយចំពោះផ្លូវនេះដែរគេទៅតែស្ថាបនាស្អាតរួចរាល់តាំងពីពេលណាខាងរាជរដ្ឋាភិបាលឃុំដល់អញ្ចឹងឃុំគាត់ចាប់អនុវត្តទៅឃើញថាខាងក្រុមហ៊ុនជួយត្រួសត្រាយពីតលេអ៊ំមកសែនវាំងអញ្ចឹងទៀតមកអូពីខាងតលេអ៊ំនេះហ្នឹងហើយទៅសែននមូលទៀតឥឡូវហ្នឹងឃ្លាយសែននមូលទៅថ្នាក់ជាតិទៀតបាទអូអញ្ចឹងយើងអាចជិះតាមនេះរួយកូនទៅដល់វាងពីខាងជើងភ្នំពីខាងនេះដៃទៅចេះវិញបាទពីខាងស្ដាំអញ្ចឹងទៅដល់ផ្លូវជាតិនេះណាហើយផ្លូវនេះគេស្ថាបនារួចរាល់តាំងពីខែប្រហែលដែរលោកតាទឹមចិត្តថ្មីនេះកូនសុខចម្រើនកូនហើយវែងអត់គ្នាឃើញថាបានបងប្អូនពុទ្ធបរិស័ទឡើយហ្នឹងបានរាជរដ្ឋាភិបាលយើងគាត់សម្អាតចឹងបានជួយតាគាត់បូជាទានធូបអីហ្នឹងណាបាទហើយចុះហើយកាលថែមការគេស្ថាបនាផ្លូវហ្នឹងរួចរាល់ហើយអស់ទឹមហើយថ្ងៃមុននេះគាត់អូទឹមហើយថ្ងៃមុននេះបាទទឹមហើយហ្នឹងក៏ទទួលខាងរាជរដ្ឋាភិបាលគាត់ដាក់ធ្វើថាកិច្ចការងារបណ្ណាំងកង់អូគេបណ្ណាំងកង់ទៅចប់ព្រឹកមិញម៉ោង9ពេលនេះគាត់ចេញទៅតកែវជួបជុំតកែវមកសម្ពោធឲ្យនៅផ្លូវនេះអត់មានសម្ពោធអីទៀតព្រោះរាជរដ្ឋាភិបាលខាងអភិបាលស្រុកគាត់បើក
ជាផ្លូវការជាមួយអាបាលឃុំ បាទអូ បាទជាផ្លូវការដើម្បីប្រើប្រាស់ហើយ អូអញ្ចឹងយើងទៅហើយថ្មី ទៅហើយមិនទៅប្រហែលថ្ងៃនេះ ចុះប៉ុន្តែមនុស្សចាប់ដើមមកអ៊ូអច្រើនអញ្ចឹងពីពេល ច្រើន ទៅមនុស្សមក ទៅមនុស្សមកក្នុងយើង2សប្តាហ៍ អូ2សប្តាហ៍នេះ ហ្នឹង អាពេល 2សប្តាហ៍ យើងកំពុងសាងសង់ផ្លូវ ហ្នឹងសាងបដើយើងមកឲ្យនេះបានធំបដើទទួលនឹងរាជរដ្ឋាភិបាលគាត់ធ្វើការប៉ុណ្ណឹងកង់ ប្រសិនបើយើងបានមកលេងប្រាសាទភ្នំជីសូរហើយបងប្អូនយើងកុំភ្លេចឈៀងមកលេងប្រាសាទសែនពូវាំងផង បាទដោយសារ ហើយ ហួសទៅកំសាន្តនៅទលេអ៊ំទៀតមក ហើយនៅនេះដោយសារពីមុនប្រាសាទសែនពូវាំងហើយប្រាសាទសែននិមលនេះគឺគេពិបាកមកទស្សនាគេមកត្រឹមភ្នំ ដោយ ជី សារ សូរ ពិបាកផ្លូវ ពិបាកផ្លូវបាទប៉ុន្តែឥឡូវនេះគឺរាជរដ្ឋាភិបាលក៏ដូចជាខាងមន្ត្រីភូមិឃុំ បាទហ្នឹងហើយ គាត់បានសហការគ្នាដើម្បីស្ថាបនាផ្លូវមកកាន់ប្រាសាទនេះរួចរាល់ហើយអញ្ចឹងយើងងាយស្រួលប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរមកលេងនេះហើយការដែលមានភ្ញៀវទេសចរមកលេងអ្នកដែលរស់នៅតំបន់នេះក៏គាត់អាចលក់ដូរដាច់បាទជីវភាពគ្រួសារកើនឡើងតាមនឹងដែរ ហ្នឹង អរគុណយ៉ាងលោកតា បាទ បងប្អូនទាំងអស់គ្នាចំពោះប្រាសាទសែនភូវាំងនេះគឺជញ្ជាំងធ្វើមកពីថ្មបាយក្រៀមហើយចំណែកនៅកន្លែងបង្អួចនេះវិញភ្នំខាងលើនៃបង្អួចនេះវិញគឺធ្វើមកពីថ្មភក់អញ្ចឹងមានន័យថាប្រាសាទនេះគឺធ្វើមកពីថ្មបាយក្រៀមគួបផ្សំជាមួយនឹងថ្មភក់ដូចបងប្អូនដឹងស្រាប់ហើយប្រាសាទនៅខេត្តតាកែវភាគច្រើនគឺធ្វើមកពីថ្មបាយក្រៀមបងប្អូនដូចនៅលើប្រាសាទភ្នំជីសូរក្តីក៏ធ្វើមកពីថ្មបាយក្រៀមដែរហើយនៅនេះក៏គេមានដាប់ក្បាច់ដែរបងប្អូននេះនៅចំពោះជញ្ជាំងប្រាសាទនេះនេះកន្លែងបង្អួចនេះបងប្អូនគឺគេមានដាប់ក្បាច់ដូចគ្នាប៉ុន្តែគ្រាន់តែមកដល់សម័យនេះដោយសារត្រូវបាក់បែកអស់អញ្ចឹងព្រោះយើងមើលអត់សូវឃើញនេះដូចគ្នាបងប្អូនអានេះផ្លូវចូលទៅច្រកខាងក្នុងនេះគឺមានថ្មភក់ដូចគ្នាហើយនេះថ្មបាយក្រៀមបងប្អូននៅក្នុងនេះគឺមានរូបសំណាកព្រះពុទ្ធរូបមួយអង្គដែលព្រះអង្គកំពុងតែសង់ហើយចំពោះទីនេះដែរគឺមានតាដែលគាត់មើលថែរក្សានៅទីនេះផ្ទាល់តែម្ដងហើយចំពោះរូបសំណាកនេះរូបសំណាកព្រះពុទ្ធរូបនេះគឺមិនមែនជារូបសំណាកដែលមានតាំងពីយូរលង់ណាស់មកហើយទេបងប្អូនគឺជារូបសំណាកដែលគេទៅយកមកដាក់នៅសម័យក្រោយនេះឯងដើម្បីទុកគោរពបូជាបងប្អូនទាំងអស់គ្នាចំពោះវីដេអូនេះគឺមានតែប៉ុណ្ណឹងទេហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះប្រសិនបើបងប្អូនទាំងអស់គ្នាមកលេងប្រាសាទភ្នំជីសូរហើយកុំភ្លេចហួសមកលេងប្រាសាទសែនភូវាំងផងបងប្អូនគឺនៅពីខាងលិចគ្នានេះដែរទេហើយចិត្តគ្នាហើយបងប្អូនទាំងអស់គ្នាធ្វើដំណើរមកដោយផ្លូវងាយស្រួលពីមុនផ្លូវរាំងបាក់តិចគឺស្ថាបនាផ្លូវរួចរាល់ហើយបងប្អូនផ្លូវស្អាតអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា